នេះខ្ញុំមកលេងកូនបើខ្ញុំទៀតហើយនៅខាងកំពង់ចាមហើយមកជើងនេះក៏ខ្ញុំបានយកផលិតផលខ្ញុំមកតេស្តដែរគឺឈុត AB អញ្ចឹងមានបងប្អូនយើងសួរខ្ញុំថាបងទឹកថ្នាំហ្នឹងប្រើសម្រាប់អាវពណ៌បានអត់ឃើញតែខ្ញុំធ្វើសម្រាប់អាវសអញ្ចឹងណាហើយគាត់សួរថាអាហ្នឹងធ្វើសម្រាប់អាវពណ៌កណាត់ពណ៌បានអត់អញ្ចឹងថ្ងៃនេះខ្ញុំនឹងយកទឹកថ្នាំហ្នឹងមកតេស្តជាមួយនឹងកាមេរ៉ាពូកផុនកូនខ្ញុំគឺគាត់បើដោះគោវាហៀប្រឡាក់ពូកអញ្ចឹងទៅវាឡើងផ្សិតណាដែលយើងហៅថាអាចតើឬក៏ថ្លើមតើហ្នឹងជាទូទៅកូនខ្ញុំគាត់បើទៅដោះគោម្ដងគឺគាត់ហៀប្រឡាក់ជាពិសេសគឺប្រឡាក់ខ្នើយដោយបងប្អូនឃើញមិញខ្នើយសហ្នឹងគឺវាឡើងអញតើខ្លាំងមែនតើហើយរបៀបការធ្វើគឺมันខុសគ្នាទេគឺយើងត្រូវតែប្រើជាមួយនឹងទឹកក្តៅដែលយើងដាំពុះហើយយើងចាក់ទឹកថ្នាំហើយនឹងសាប៊ូម្សៅវាហ្នឹងចាក់ចូលលាយគ្នាហើយយើងដាក់ទឹកក្តៅមកលិចកៅអៅឬក៏អ្វីដែលយើងត្រូវធ្វើហ្នឹងយើងចាក់ឲ្យលិចមកត្រាំឲ្យលិចបើយើងត្រាំអត់លិចគឺវាអត់ចេញទេហើយនេះលទ្ធផលបន្ទាប់ពីត្រាំរយៈពេលមួយយប់ចោលគឺសស្គូអាហ្នឹងគឺប្រឡាក់ខ្លាំងបងប្អូនមើលពីដើមហ្នឹងគឺប្រឡាក់ក្រាំងខ្លាំងមែនតើម៉ែក្មេកខ្ញុំប្រងយកបោះចោលតែខ្ញុំមកដល់ហ្នឹងគាត់ប្រងយកបោះចោលញ៉ាំតែបោះចោលមិនខ្ញុំមានទឹកថ្នាំធ្វើស្អាតឥឡូវគឺស្អាតខ្លាំងភ្លឺស្អាតដូចទិញថ្មីចឹងហើយសម្រាប់កាមេរ៉ាពូកពណ៌ផ្កាឈូកនេះគឺចេញដែរគឺស្អាតហើយអញដែលឃើញមានឡើងហ្នឹងគឺចេញអស់ហើយអ្នកទាំងអស់គ្នាទិញទៅខ្លាចថាដាក់សម្រាប់ជាមួយអាវពណ៌ទៅចេញពណ៌ចេញអីអញ្ចឹងបើសិនជាកៅអៅពណ៌ផងបងប្អូនអត់មានចេញពណ៌ពីដើមមកអត់មានចេញពណ៌ទេគឺដាក់ទៅគឺអត់មានបញ្ហាកាត់ពណ៌កាត់អីទេហើយសម្រាប់ទឹកថ្នាំហ្នឹងគឺយើងមានពីរឈុតតូចឈុតធំសិនអ្នកទាំងអស់ត្រូវការអាចតាក់ទងមកខ្ញុំបាន